យើងត្រូវចាប់អារម្មណ៍ថាមនុស្សយើងណាអ្វីគ្រប់យ៉ាងវាពាក់ព័ន្ធនឹងអីទិន្នន័យនៅក្នុងខួរក្បាលរបស់យើងទាំងអស់អ្វីដែលយើងវិភាគវាពឹងផ្អែកលើទិន្នន័យដែលមាននៅក្នុងខួរក្បាលរបស់យើងដល់ពេលដែលយើងទទួលសុពលភាពពីគេមានន័យថាម៉េចមនុស្សដែលមានផ្លូវចិត្តទន់ជ្រាយអត់ហ៊ានសម្រេចចិត្តអីខ្លួនឯងទេតើតាមានគេឯកភាពឥឡូវខ្ញុំឧទាហរណ៍មួយគេហៅថាការអួតបង្ហាញឥឡូវចាប់អារម្មណ៍ហេតុអីបានអ្នកខ្លះបានរបស់អីគាត់យកមកបង្ហោះអួតបង្ហាញការអួតបង្ហាញមានន័យថាអ្វីដែលផ្លូវចិត្តរបស់គាត់បេះដូងកំពុងតែខ្វះចំណីដល់ពេលចឹងមិនគាត់ធ្វើអាហ្នឹងដើម្បីឲ្យអ្នកដតីសរសើរជាបទពិសោធន៍នៅពេលដែលខ្ញុំស្គាល់អ្នកហ្នឹងខ្ញុំតែងសួរនាំថាមើលប្រហោះហ្នឹងចង់បានអីគាត់ថាអ្នកខ្លះគាត់ថាម៉េចប្រហោះទៅឲ្យធូរអារម្មណ៍សុំចាប់អារម្មណ៍ណាដល់ពេលចឹងមិនអ្វីដែលខ្លួនគាត់ធ្វើបង្ហាញអំពីផ្លូវចិត្តរបស់គាត់អ្វីដែលគាត់ត្រូវការអត់ទទួលបានដល់ពេលយើងគាត់ធ្វើដើម្បីអីដល់ពេលព្រោះមនុស្សយើងណាកាលណាកង្វះតម្រូវការយូរផ្លូវចិត្តអាចរឹងមាំទេនេះហើយដែលធ្វើឲ្យទៅជាទុនជ្រាយហើយមនុស្សដែលទៀមទាអាសុពលភាពពីអ្នកដតីហ្នឹងណាគឺព្រោះតែបេះដូងខ្វះចំណីដល់ពេលតាក់ទងទៅនឹងអឺកាលណាខ្លួនគាត់អញ្ចឹងណាកាលណាគាត់ប្រកាន់អញ្ចឹងហើយគាត់ខ្លាចអញ្ចឹងហើយអាម្នាក់អូតូម៉ាទិកគឺត្រូវតែធ្វើអញ្ចឹងពីព្រោះអីយូរទៅសូមបញ្ជាក់ណាអ្វីដែលជាបញ្ហាមួយទៀតគឺបុគ្គលបែបហ្នឹងប្រឈមទៅនឹងការគិតជំងឺគិតធ្វើដដែលបើគាត់អត់បានធ្វើអារម្មណ៍គាត់អត់ស្រួលទេអញ្ចឹងពេលដែលគាត់ធ្វើដើម្បីអីដើម្បីបន្ធូរអារម្មណ៍អត់សុខស្រួលហ្នឹងពេលដែលធ្វើទៅស្ងប់ប៉ុន្តែបន្ទាប់មកអាគំនិតហ្នឹងកើតឡើងទៀតហើយអញ្ចឹងគាត់ត្រូវទៅធ្វើសកម្មភាពហ្នឹងបន្តទៀតយូរទៅប្រឈមទៅនឹងជំងឺគិតហើយនឹងធ្វើដដែល